Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានរឿងភាពយន្តកូរ៉េដែលរឿងនឹងចាក់ផ្សាយតាមរោងភាពយន្តដែលសម្ដែងដោយតួស្រីដែលមានប្រជាប្រិយភាព Kim Hae Yoon រឿងនោះក៏មានចំណងជើងថារឿង Samukji Whispering Water Samukji Whispering Water គឺជាភាពយន្តកូរ៉េបែបរន្ធត់និងអាថ៌កំបាំងនៅក្នុងឆ្នាំ2026ដែលត្រូវបានដឹកនាំសម្ដែងដោយ Lee Sang-min រឿងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមអ្នកគាំទ្រភាពយន្តរឿងខ្មោចកូរ៉េដោយសារតែបរិយាកាសសាច់រឿងបែបងងឹតធ្វើឲ្យមានសម្ពាធផ្លូវចិត្តកាន់តែតានតឹងនិងសាច់រឿងជុំវិញជាមួយនឹងបឹងសាមុកជីផងដែរសាច់រឿងចាប់ផ្ដើមនៅពេលដែលក្រុមថតវីដេអូមួយក្រុមគាត់បានរកឃើញជាមួយនឹងរូបភាពនៃអាងស្តុបទឹកសាមុកជីរូបភាពហ្នឹងគឺអត់ធ្លាប់មាននរណាម្នាក់ថតពីមុនទេដើម្បីស្វែងរកការពិតនិងការថតឡើងវិញ producer វ័យក្មេងម្នាក់ដែលជាតួឯកស្រីរបស់យើងដែលមានឈ្មោះថា Soo In បានដឹកនាំក្រុមការងាររបស់គាត់ចូលទៅកាន់ជាមួយនឹងបឹងដ៏ស្ងប់ស្ងាត់មួយនោះប៉ុន្តែក្រោយពីបានចូលទៅក្នុងតំបន់នោះពួកគេបានចាប់ផ្ដើមជួបជាមួយនឹងហេតុការណ៍ចម្លែកៗដូចជាមនុស្សបាត់ខ្លួនមានសម្លេងនៅអាថ៌កំបាំងនិងអ្វីម្យ៉ាងដែលបានលាក់នៅក្រោមទឹកដ៏សែនជ្រៅស្ថានភាពដ៏គួរឲ្យភ័យខ្លាចជាងនេះទៅទៀតនៅពេលដែលសមាជិកម្នាក់របស់គាត់ត្រូវបានបាត់ខ្លួនហើយស្រាប់តែបង្ហាញខ្លួនឡើងវិញនៅពេលនេះក្រុមការងាររបស់គាត់បានចាប់ផ្ដើមដឹងថាសាលមុខជីមិនមែនត្រឹមតែជាបឹងដ៏ធម្មតាប៉ុណ្ណោះទេប៉ុន្តែគឺជាកន្លែងដែលអ្នកចូលទៅមិនងាយចេញមកវិញឡើយចំពោះតួអង្គ Kim Hae Yoon ក៏ដដាតួជា producer Ham Soo In ដែលជា producer វ័យក្មេងដឹកនាំក្រុមថតនៅបឹងសាមុកជីគាត់គឺជាតួអង្គកណ្ដាលដែលត្រូវប្រឈមមុខជាមួយនឹងការភ័យខ្លាចនិងអាថ៌កំបាំងនៅក្នុងបឹងនឹងផងដែរតួអង្គរបស់គាត់ធ្លាប់តែជាតួអង្គដែលសម្ដែងបែបកំ pl ែងបែបស្រស់ស្រាយតែនៅពេលនេះគាត់បានចូលជាមួយនឹងរសជាតិថ្មីនៃការសម្ដែងគឺសម្ដែងជាតួដែលមានភាពរន្ធត់និងអាថ៌កំបាំងផងដែរLee Jong-won ក៏ដដាលតួជា Yoon Ki-tae គាត់គឺជាបរិសដែលមកជួយ Soo In បន្ទាប់ពីដឹងថាក្រុមការងារថតរបស់ Soo In នឹងគឺមានគ្រោះថ្នាក់គាត់បានព្យាយាមរកវិធីនាំមនុស្សទាំងអស់ចេញពីសាលមុខជីប៉ុន្តែអាថ៌កំបាំងនៅទីនោះធ្វើឲ្យអ្វីៗកាន់តែអាក្រក់ឡើង Kim Jong Ham ក៏ដដាលតួជា Woo Suk គាត់គឺជាមិត្តរួមការងារជាន់ខ្ពស់ដែលបានបាត់ខ្លួននៅសាលមុខជីហើយបានត្រឡប់មកវិញហើយគាត់បានក្លាយទៅជាតួអង្គនៃការចាប់ផ្ដើមនៃភាពភ័យរន្ធត់ទាំងអស់ចាងដាគ្រប់គ្នាប្រកាសជាស្គាល់គាត់តាមរយៈការសម្ដែងរឿង Pyramid Game សម្រាប់រឿងនេះគាត់ដដាលតួជា Moon Se-chung គាត់គឺជាសមាជិកក្រុមថតម្នាក់ដែលបានចាប់ផ្ដើមឃើញអ្វីដែលចម្លែកៗនៅក្នុងទឹកហើយគាត់គឺជាមនុស្សម្នាក់ដែលភ័យខ្លាចបំផុតនៅក្នុងក្រុមផងដែរចំពោះសាច់រឿងបែបរន្ធត់និងអាថ៌កំបាំងដែលតាក់ទងជាមួយនឹងបឹងសាមុកជីនេះអមជាមួយនឹងបរិយាកាសបែបងងឹតធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាភ័យខ្លាចរន្ធត់និងសម្ពាធ Kim Hae Yoon ត្រូវបានសរសើរជាមួយនឹងការសម្ដែងរឿងប្រភេទបែបរន្ធត់បែបនេះជាលើកដំបូងរឿងនេះទទួលបានអ្នកទស្សនាជាង2លាននាក់និងក្លាយទៅជាភាពយន្តបែបរន្ធត់កូរ៉េជោគជ័យបំផុតនៅក្នុងពេលនេះផងដែរSamukji Whispering Water មិនមែនត្រឹមតែជារឿងខ្មោចធម្មតាប៉ុណ្ណោះទេប៉ុន្តែគឺជារឿងដែលលេងជាមួយនឹងការភ័យខ្លាចក្នុងចិត្តមនុស្សនិងមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែសម្លឹងអ្នកនៅពីក្រោមទឹកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនឹងការសម្ដែងដ៏តានតឹងរបស់ Kim Hae Yoon រឿងនេះត្រូវបានចាត់ទុកថាគឺជារឿងបែបរន្ធត់របស់កូរ៉េមើលហើយនៅតែខ្លាចសូម្បីតែបិទភ្លើងដីក៏ដោយចំពោះរឿងនេះបានចាក់ផ្សាយនៅក្នុងរោងភាពយន្តកូរ៉េកាលពីថ្ងៃទី8មេសាឆ្នាំ2026ហើយរឿងនេះក៏គ្រោងនឹងបញ្ចាំងនៅក្នុងប្រទេសកម្ពុជាយើងផងដែរ